តោះបងប្អូនបង្ហើយសមភ្ជុំទាំងអស់គ្នាចាអញ្ចឹងសម្រាប់អ្នកដែលសមពីភ្ជុំគឺអាចធ្វើវិធីនេះបានធានាថាគឺដឹងតែជាប់ចិត្តតែម្ដងហើយសម្រាប់ថ្ងៃនេះគឺឃើញថាកូនស្រីរបស់ខ្ញុំគាត់ណាត់មិត្តភ័ក្តិមកលេងផ្ទះអញ្ចឹងណាហើយខ្ញុំក៏អត់ដឹងថាត្រូវធ្វើអីទទួលពួកគាត់ដែរអញ្ចឹងក៏រកមើលថាមានអីឲ្យពួកគាត់ញ៉ាំអញ្ចឹងណាអញ្ចឹងក៏តែបើកទូទៅឃើញថានៅមានសមសល់ពីភ្ជុំខ្លះហើយវិធីងាយលឿនដែលអាចឲ្យពួកគាត់ញ៉ាំបានភ្លាមនោះគឺមានតែចៀនបងប្អូនអញ្ចឹងយើងក៏អត់បង្អង់យូរដែរបកភ្លាមកាត់កង់ភ្លាមចៀនភ្លាមតែម្ដងព្រោះដោយសារតែពួកគាត់បញ្ញាប់ទៅរៀនតចាស់ហើយសម្រាប់វិធីមួយនេះងាយហើយឆ្ងាញ់តែបងប្អូនសម្រាប់អ្នកដែលអត់ចូលចិត្តញ៉ាំអន្សមអាចប្រើវិធីនេះបានធានាថាដឹងតែជាប់ចិត្តតែម្ដងជាក់ស្ដែងខ្ញុំផ្ទាល់តែម្ដងអត់សូវចូលចិត្តញ៉ាំអន្សមទេតែបើចៀនបែបហ្នឹងអានឹងខ្ញុំអាចញ៉ាំបានចាស់ហើយសម្រាប់អន្សមចៀនមួយមុខនេះបងប្អូនភាគច្រើនគឺគេញ៉ាំជាមួយនឹងទឹកត្រីផ្អែមគេមានបន្លែមានទឹកសក់មានជីមានការ៉ុតអីចឹងទៅចាប៉ុន្តែសម្រាប់ថ្ងៃនេះគឺខ្ញុំអត់មានទឹកត្រីផ្អែមទេហើយណាមួយត្រូវប្រញាប់ផងអញ្ចឹងអ្វីដែលខ្ញុំអាចឲ្យពួកគាត់ជ្រលក់បានគឺខ្ញុំគិតថាខ្ញុំនឹងបុកទឹកត្រីកោះកុងឲ្យពួកគាត់ជ្រលក់អញ្ចឹងណាចាអញ្ចឹងបន្ទាប់ពីប្រែអន្សមយើងរួចហើយនាងខ្ញុំក៏ឆ្លៀតទៅបេះម្ទេសបងប្អូនដើម្បីយកមកបុកទឹកត្រីកោះកុងហើយដើមម្ទេសអត់នៅណាឆ្ងាយទេបងប្អូនគឺនៅក្រៅចក្រានបាយនឹងតែម្ដងអញ្ចឹងត្រូវការពេលណាបានពេលហ្នឹងស្នាដៃប៉ាគាត់ដាំប៉ះចំម្ទេសអត់សូវហឹលទៀតចង់សាករសជាតិថ្មីព្រោះរាល់ដងគឺជ្រលក់ជាមួយនឹងទឹកត្រីផ្អែមថ្ងៃនេះសូមធ្វើការផ្លាស់ប្ដូររសជាតិប្រើទឹកត្រីកោះកុងម្ដងចាំមើលតើរសជាតិបែបណាអញ្ចឹងបន្ទាប់ពីធ្វើការបុកជាមួយនឹងម្ទេសខ្ទឹមរំដេងរួចហើយបន្ថែមជាមួយនឹងគ្រឿងទេសខ្លះឥឡូវនេះយើងចាប់ផ្ដើមធ្វើការច្របាច់ក្រូចពីចំណិតដាក់ទៅគឺជាការស្រេចទេបងប្អូនចាងាយតែរសជាតិគឺមិនធម្មតាធានាឲ្យឆ្ងាញ់ឲ្យអ៊ុយតែម្ដងអញ្ចឹងបន្ទាប់ពីយើងបុកទឹកត្រីកោះកុងរួចហើយកលេច10000អន្សមរបស់យើងនេះក៏ក្រៀមល្មមអាចដួសដាក់ចានបានដែរបងប្អូនអញ្ចឹងយើងចាប់ផ្ដើមធ្វើការស្រង់អន្សមរបស់យើងដាក់ចានចាហើយថ្ងៃនេះសម្រាប់ចានរបស់យើងគឺក៏មានជាការឌីកូជាមួយនឹងសបកតយងចេកបងប្អូនចាមុនវងថាកាត់ស្លឹកចេកដាក់ទេតែពេលកន្លែងទៅឃើញមានតយងចេកក៏កាត់សបកតយងចេកយកមករៀបយ៉ាវាស៊ីជាមួយចានដែរតែបងប្អូនពងរបស់គេឡើងស៊ីគ្នាតែម្ដងចាអញ្ចឹងឥឡូវនេះសម្រាប់អន្សមចៀនទឹកត្រីកោះកុងរបស់យើងគឺបានរួចរាល់ហើយអញ្ចឹងឥឡូវនេះយើងចាប់ផ្ដើមយកទៅឲ្យពួកគាត់ធ្វើការភ្លក់មើលថាតើរសជាតិបែបម៉េចដែរចាជាពីថាម្នាក់គ្រាន់តែឃើញកាន់ចានសមកដល់សប្បាយចិត្តណាបិទបន់ចិត្តទេព្រោះសារគេធំក្លិនឈ្ងុយមកសន្ទុះហើយនោះឥឡូវនេះគឺបានញ៉ាំហើយសំខាន់គឺម្នាក់គួរឲ្យស្រឡាញ់បងប្អូនគឺចេះអរគុណសុភ័ក្រអរគុណយើងទៀតហើយវីដេអូនេះក៏អរគុណទៅដល់ម្ចាស់អន្សមបងប្អូនព្រោះសារតែខ្ញុំរាល់រដូវគឺអត់ដែរវិចទេភាគច្រើនគឺអន្សមបងប្អូនជុំវិញផ្ទះឲ្យជាពិសេសគឺអ្នកម្ដាយក្មេកខំវិចឲ្យយកមកឲ្យទៀតហើយនឹងមិញមាដែលនៅជុំវិញផ្ទះតែម្ដងអរគុណធំសង្ឃឹមថារដូវក្រោយនឹងបានអន្សមញ៉ាំហ្វ្រីទៀតហើយវីដេអូនេះនាំមកជូនដោយផលិតផល Aroma Cosmetic សម្រាប់បងប្អូនដែលកំពុងតែមានបញ្ហាស្បែកមុខជាំស្ដើងក្រហមស្បែកមុខខ្សោយស្បែកមុខរមាស់ស្បែកមុខងាយអាឡែស៊ីស្បែកមុខស្ងួតខ្មៅស្អាតមិនស្រស់ថ្លាមានបញ្ហាអាចរុយស្នាប់ឲ្យខ្មៅអាចជ្រើសរើសប្រើប្រាស់ជាមួយនឹងឈុតព្យាបាលស្បែកមុខ Exum Gel ពីខាង Clinic Aroma បានជាផលិតផលស្តង់ដារកូរ៉េសុទ្ធ 100% មិនមានជាតិកាត់ជាតិបកជាតិគីមីឬមកជាតិស្តេរ៉ុយដែលធ្វើឲ្យប៉ះពាល់ទៅដល់ស្បែកមុខរបស់យើងនៅថ្ងៃក្រោយឡើយផលិតផលមានការសិក្សានិងពិនិត្យយ៉ាងត្រឹមត្រូវពីខាងក្រុមគ្រូពេទ្យជំនាញផ្នែកសម្រស់ពីខាង Clinic Aroma ផ្ទាល់តែម្ដងបង្កើនភាពជឿជាក់របស់អ្នកជាមួយនឹង Aroma Cosmetic